Bonjour à tous et bienvenue à la place du français សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ការសិក្សាភាសាបារាំងជាមួយនឹងគេហទំព័រ La Place du Français នៅក្នុងវីដេអូនេះគឺអ្នកទាំងអស់គ្នានឹងបានសិក្សាអំពីភាពខុសគ្នារវាងកិរិយាសព្ទ classer glacer និង placer តោះឥឡូវកុំឲ្យខាតពេលយូរយើងទៅទស្សនានិងសិក្សាទាំងអស់គ្នាកិរិយាសព្ទទី1យើងអានថា classer classer កិរិយាសព្ទទី2យើងអានថា glacer glacer ចំណែកឯកិរិយាសព្ទទី3យើងអានថា placer placer កិរិយាសព្ទទាំង3នេះគឺសុទ្ធសឹងតែជាកិរិយាសព្ទដែលបញ្ចប់ដោយ er គឺជាប្រភេទកិរិយាសព្ទដែលស្ថិតនៅក្នុងក្រុមទី1 les verbes du premier groupe កិរិយាសព្ទ classé គឺយើងបកជាភាសាខ្មែរថារៀបចំតាមប្រភេទឬតាមលំដាប់ហើយកិរិយាសព្ទ glacé គឺយើងបកថាដាក់ឬក៏ធ្វើឲ្យត្រជាក់ឬក៏មានន័យមួយទៀតដាក់ឬក៏ធ្វើឲ្យកកចុងក្រោយ verb placer មានន័យជាភាសាខ្មែរថាដាក់នៅកន្លែងណាមួយនៅក្នុងភាសាខ្មែរយើងក៏យើងខ្ចីពាក្យពីបារាំងមកប្រើដែរគឺពាក្យ classé នេះប៉ុន្តែយើងប្រើនៅក្នុងន័យច្រឡំគឺជំនួសឲ្យពាក្យ glacé អញ្ចឹងយើងប្រើរាល់ដងគឺ classé ទឹកក្រូច classé ទឹកកក classé អ្វីមួយធ្វើឲ្យត្រជាក់អញ្ចឹងពាក្យដែលត្រឹមត្រូវនោះគឺ glacé នោះទេអញ្ចឹងគឺយើងប្រើច្រឡំកិរិយាសព្ទយើងបានសិក្សាខ្លះៗរួចមកហើយទាក់ទងជាមួយនឹងកិរិយាសព្ទទាំង3នេះហើយតទៅនេះគឺយើងនឹងសិក្សាអំពីការបំបែកកិរិយាសព្ទទាំងអស់នេះវិញម្ដងដែលភាសាបារាំងហៅថា conjugaison យើងចាប់ផ្ដើមពីកិរិយាសព្ទ classer ទៅមុន je classe tu classes il classe elle classe on classe nous classons vous classez il classe elle classe តោះអញ្ចឹងយើងបន្តទៅកិរិយាសព្ទទី2គឺ glacer glacer je glace tu glaces il glace elle glace on glace nous glaçons ចំពោះ c នៅត្រង់ nous គឺអ្នកនរគ្នាត្រូវតែចំណាំគឺយើងបដូរ c ទៅជា ccd វិញដោយសារតែ c នៅពេលដែលវាជួបជាមួយនឹងស្រៈ a o ហើយនឹង u នោះវានឹងបដូរសំឡេងទៅជា k ដែលយើងអានថា nous glaçons ដែលវាខុសពីសូរនៃផ្នែកដទៃដែលមានសំឡេង s ដូចនេះហើយទើបយើងបដូរ c ទៅជា ccd វិញដើម្បីឲ្យវាមានសូរដូចគេដែរអញ្ចឹងយើងអានថា nous glaçons vous glacez il glace elle glace តោះឥឡូវយើងបន្តទៅកិរិយាសព្ទទី3របស់យើងគឺ placer placer je place tu places il place elle place on place nous plaçons នៅត្រង់ចំណុចនេះគឺយើងត្រូវបដូរទៅជា ccd វិញដូចទៅនឹងកិរិយាសព្ទ glacer ដែរ vous placez il place elle place បន្ទាប់ពីអ្នកទាំងអស់គ្នាបានសិក្សាអំពីការបំបែកកិរិយាសព្ទទាំង3នេះរួចមកហើយជាបន្តទៅនេះគឺយើងនឹងសិក្សាអំពីការប្រើប្រាស់របស់វាវិញម្ដងដែលភាសាបារាំងហៅថា utilisation comment construire la phrase តើយើងប្រើប្រាស់កិរិយាសព្ទទាំង3នេះក៏ដូចជាយកវាទៅប្រើប្រាស់នៅក្នុងឃ្លាយ៉ាងដូចម្តេចខ្លះយើងចាប់ផ្ដើមពីកិរិយាសព្ទ classer ដែលយើងបកថារៀបចំតាមប្រភេទឬតាមលំដាប់ឧទាហរណ៍ទី1 je classe les photos par date ដែលមានន័យជាភាសាខ្មែរថាខ្ញុំរៀបចំរូបថតទៅតាមថ្ងៃខែឬទៅតាមពេលវេលាឧទាហរណ៍ទី2 nous classons ces documents par ordre alphabétique ដែលមានន័យជាភាសាខ្មែរថាយើងរៀបចំឯកសារទាំងនេះទៅតាមលំដាប់អក្សរក្រមឧទាហរណ៍ទី3 elle classe les vêtements par couleur ដែលមានន័យជាភាសាខ្មែរថានាងរៀបចំសម្លៀកបំពាក់ទៅតាមពណ៌ចូលដល់កិរិយាសព្ទទី2វិញគឺ glacer ដែលមានន័យជាភាសាខ្មែរថាដាក់ឬធ្វើឲ្យត្រជាក់ឬក៏មានន័យមួយទៀតដាក់ឬក៏ធ្វើឲ្យកកឧទាហរណ៍ទី1 il glace du champagne
ដែលមានន័យជាភាសាខ្មែរថាគាត់ធ្វើឲ្យស្រាឆាំប៉ាញត្រជាក់ឧទាហរណ៍ទី2 Tu glaces le gâteau au chocolat ដែលមានន័យជាភាសាខ្មែរថាឯងធ្វើឲ្យនំឆូកូឡាត្រជាក់ឬក៏ធ្វើឲ្យកកឧទាហរណ៍ទី3 L'hiver glace le lac ដែលមានន័យជាភាសាខ្មែរថារដូវរងាធ្វើឲ្យបឹងកកយើងចូលដល់កិរិយាសព្ទ placer វិញម្ដងដែលមានន័យជាភាសាខ្មែរថាដាក់នៅកន្លែងណាមួយឧទាហរណ៍ទី1 Je place les livres sur l'étagère ដែលមានន័យជាភាសាខ្មែរថាខ្ញុំដាក់សៀវភៅនៅលើធ្នើឬក៏ទូដែលមានធ្នើឧទាហរណ៍ទី2 Vous placez les fleurs dans le vase ដែលមានន័យជាភាសាខ្មែរថាអ្នកដាក់ផ្កានៅក្នុងថូឧទាហរណ៍ទី3 Il place le canapé dans le salon ដែលមានន័យជាភាសាខ្មែរថាពួកគាត់ដាក់សាឡុងនៅបន្ទប់ទទួលភ្ញៀវអញ្ចឹងពាក្យ le canapé ដែលភាសាខ្មែរយើងបកថាសាឡុងប៉ុន្តែក្នុងន័យនេះគឺសាឡុងវែងហើយពាក្យ le salon នៅក្នុងភាសាបារាំងគឺយើងបកមកជាភាសាខ្មែរថាបន្ទប់ទទួលភ្ញៀវ Voilà c'est fini អញ្ចឹងសង្ឃឹមថាទាំងអស់គ្នាបានយល់នៅកិរិយាសព្ទទាំង3នេះហើយនឹងប្រើប្រាស់ឲ្យបានត្រឹមត្រូវយើងនឹងជួបគ្នានៅក្នុងវីដេអូបន្តទៀត Merci et à bientôt